សួស្តីបងប្អូនទាំងអស់គ្នាតោះឥឡូវយើងបន្តភាគពីវីដេអូមុនអញ្ចឹងនេះគឺថ្ងៃទី4យើងឃើញថាអត្តសក់យើងវាចាប់ផ្ដើមអលួយខ្លាំងហើយចែកទឹកដូចជាឃើញមានមួយសង់ទាំងមិនមានផងប៉ុន្តែបើសិនជាចៃបើចលៀនក្រហមវិញឃើញកើតច្រើនហ្មងចលៀនក្រហមឡើងក្តាំងវាទុំទៅលើស្លឹកឆាត់ក៏មានទៅលើទៅសក់អលួយយើងហ្នឹងក៏មានច្រើនហើយវាមាននៅលើទាំងធ្យូងរបស់យើងទៀតធ្យូងក៏វាតោងច្រើនដែរខ្ញុំមិនដឹងថាម៉េចបានទៅជាចេញចៃក្រហមណាចលៀនក្រហមច្រើនអញ្ចឹងហើយឥឡូវកុំឲ្យខាតយើងចាប់ចលៀនក្រហមនឹងផ្ដាឲ្យថៃយើងស៊ីមកបាទធំអញ្ចឹងនេះខ្ញុំយកឈើឆ្កឹះមកដាក់ចូលក្នុងស្ពាទូចទេទៅស្នុកឲ្យតិចខំយើងស៊ីបាន5 6ហើយឥឡូវយើងយកវាទៅបើមេយើងដែរយើងចិត្តនឹងប្រកាសយើងបើវាទីដែរដាក់ចលៀនក្រហមមកអញ្ចឹងនេះចូលដល់ថ្ងៃទី5ហើយទៅសក់យើងដូចជាលុបវាលុយអស់បាត់ហើយនេះឃើញមានចៃទឹកបន្តិចនេះហើយហ្នឹងហើយខ្ញុំឃើញម្ដុំនេះស្មានស្អីគេក្រហមដល់មើលស្អីតកូនចលៀនវានៅក្ដុំម្ដុំហើយវាទៅញាស់ទៀតមិនដឹងទេមើលទៅមិនមែនតែម្ដុំហ្នឹងឯងមាន3 4ដុំមកនៅកន្លែងផ្សេងទៀតដូចនៅជាប់ខ្ជូងយើងក៏មាន2 3ដុំដែរសិតថាកូនចលៀនហ្នឹងវាទៅញាស់មើលទៅប្រហែលជាចៃទឹកវាមិនកើតច្រើនទេកើតតិចតួចហើយឃើញចៃទឹកមួយចំនួនមិញមុនដំបូងហ្នឹងឃើញចៃទឹករៀងច្រើនតិចហ្នឹងដោយសារតែខ្ញុំបានចាក់មេចៃទឹកចូលទេព្រោះវាអត់កើតចឹងហើយខ្ញុំក៏ចាក់មេចៃទឹកចូលទៅក៏លើវាកើតចឹងណាហើយនេះមើលទៅសិតតែចលៀនយើងនេះពេញយកឲ្យថៃស៊ីហើយអញ្ចឹងសរុបសេចក្តីមកគឺថាយើងធ្វើចែកទឹកដងនេះគឺប្រាជ័យប្រហែលជាខ្ញុំនឹងធ្វើម្ដងទៀតដល់ប្រហែលជាយើងដាក់តសក់ច្រើនពេកយីក៏តសក់យើងហាន់ទុយពេកអញ្ចឹងទៅវាឆាប់អលាយឆាប់អលួយអញ្ចឹងណាបានវាអត់កើតតែមិនដឹងចាំមើលលើក្រោយខ្ញុំនឹងធ្វើម្ដងទៀតចាំមើលបានជោគជ័យចាំចែកម្លែងម្ដងទៀតអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេហើយហ្នឹងហើយមានប៉ុណ្្នឹងទេអរគុណជម្រាបលា